ហើយអរគុណដល់ខ្ញុំអរគុណដល់អរគុណដល់ពូមីងចាកំពុងទស្សនាបាទកំពុងតាមដានទស្សនានៅទីណាក៏ដោយឲ្យតែកំពុងតែទស្សនាក៏អរគុណដែរចាបាទអត់បានទស្សនាក៏អរគុណដែរពួកគាត់ធ្លាប់បានគ្រប់គ្រងនៅនឹងជាប់រវល់យូរចានស្រាក់ធ្វើបាយធ្វើម្ហូបទៅវត្តទាំងទៅក៏មិនបានមើលទាំងទៅបានស្ដាប់សំឡេងអាប្អូនពីរនាក់ដែរអរគុណណាស់មីងពូបាទជាមហាគ្រូសារបស់ប៉ុងលេខ8ឥឡូវមានអីបន្ថែមទៀតហើយម្ល៉េះមកទៀតហើយចាបាទពាក់ព័ន្ធទៅនឹងរថយន្តដែលដឹកឈើប្រណិតរបស់មន្ត្រីយោធាដែលសមត្ថកិច្ចបាទស្រុកអន្លវែងបង្ក្រាបបានដោះស្រាយវិញលែងហើយជាថ្នូរទឹកប្រាក់ចំនួន$1,700សហរដ្ឋអាមេរិកបាទចាប់បានយកលើទៅផាច់បាត់ល្មើសទេបាទគ្នាឯងយកទៅ$1,500-1,700ណាចាបាទកងកម្លាំងបាទគណៈបញ្ជាការឯកភាពស្រុកក៏បានសហការជាមួយនឹងមន្ត្រីជំនាញរបស់សង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងដែលបានបង្ក្រាបរថយន្តម៉ាកកាមេរីបាទឆ្នាំ1995ពណ៌សចង្កូតស្ដាំពាក់ផ្លាកលេខខេមរៈភូមិន្ទបាទ2124ដែលមានផ្ទុកឈើប្រណិតប្រភេទឈើបេងបាទពីពេញឡានតែម្ដងកាលពីថ្ងៃទី28ខែកញ្ញាកន្លងទៅនោះបាទដែលបានដោះលែងទៅវិញហើយក្រោយពីសមត្ថកិច្ចបង្ក្រាបបានមួយថ្ងៃបង្ក្រាបបានមួយថ្ងៃទេលោកខឹមខួយដែលជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាក្រោយពីសមត្ថកិច្ចបង្ក្រាបយកមករក្សាទុកនៅក្នុងនឹងស្នាក់ការនៅសង្កាត់រដ្ឋបាលព្រៃឈើរូបគាត់ក៏បានសុំសម្របសម្រួលទៅជាមួយសមត្ថកិច្ចដែលបានទារប្រាក់ចំនួន$2,700សហរដ្ឋអាមេរិកជាថ្នូរនឹងការដោះលែងតែនៅពេលដែលចរចាត្រូវគ្នាគឺរថយន្តនឹងឈើនោះយកទៅវិញបានគឺម្ចាស់នោះបានប្រគល់នៅទឹកប្រាក់ចំនួនបាទចំណាយទឹកប្រាក់អស់ចំនួន$1,700សហរដ្ឋអាមេរិកទេបាទម្ចាស់រថយន្តដែលបានបញ្ជាក់បន្តទៀតថាឈើដែលផ្ទុកនៅក្នុងរថយន្តគឺលោកស៊ីឈ្នួលដឹកឲ្យគេតែប៉ុណ្ណោះគឺតម្លៃចំនួន$35,000,000នៅពេលដែលសមត្ថកិច្ចចាប់បានគឺបែរជាគឺបាននាំគ្នាបាទចម្រិតទៅតាមតែចិត្តតែម្ដងលោកខនខេមដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបានប្រាប់អ្នកសារព័ត៌មានរបស់យើងតាមទូរស័ព្ទថារថយន្តដែលបានចាប់នៅពេលនោះគឺមិនបានធ្វើការដោះលែងនោះទេគឺបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យរួចទៅហើយចម្លើយដែលវាផ្ទុយទៅនឹងចម្លើយអ្នកដែលដឹកឈើដែលបានចំណាយ$1,700សហរដ្ឋអាមេរិកនោះអញ្ចឹងបើពីរាប់ពាក់ព័ន្ធទៅនឹងលោកខនខេមដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបាននិយាយថាអត់បានលែងទេរថយន្តហ្នឹងហើយម្ចាស់រថយន្តដែលមានឈ្មោះថាខឹមខុលលោកបាននិយាយថាសមត្ថកិច្ចទាមុនដំបូង$2,700ក្រោយមកលោកមានថវិកាសម្រាប់ចំណាយដល់ទៅ$1,700អញ្ចឹងគឺខុសគ្នាដែរខុសគ្នា$1,000ពី$2,700មកដល់$1,700អ្វីដែលក្នុងការចរចាដោះស្រាយយ៉ាងម៉េចគឺខ្ញុំមិនដឹងទេអ្នកសារព័ត៌មានយើងក៏មិនដឹងដែរប៉ុន្តែវាជាបទល្មើសទាំងឡាយណាដែលកើតឡើងដែលជាប់នឹងពាក់ព័ន្ធទៅនឹងការជួញដូរវត្ថុតាងឬក៏របស់របរដែលទំនើបដែលល្មើសគឺត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញាឬក៏ត្រូវកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តឬក៏បញ្ជូនទៅសាលាដំបងបន្តទៅតាមនីតិវិធីព្រះរាជអាជ្ញាត្រូវការចោទប្រកាន់ពាក់ព័ន្ធទៅនឹងបទអ្វីមួយហើយក្នុងនោះគឺដល់ដំណាក់កាលចៅក្រមស៊ើបសួរអីចឹងទៅហើយបុគ្គលនោះមកដោះស្រាយផាកពិន័យឬក៏ទៅតាមនីតិវិធីច្បាប់ប៉ុន្តែការសម្រួលចរចាក្នុងការដោះស្រាយ$2,000 $2,700ឬក៏$1,700នោះជាការទារយ៉ាងម៉េចគឺខ្ញុំមិនដឹងទេលុយនេះយកទៅណាជាថវិការបស់ជាតិឬក៏ជាថវិកាសោកប៉ាន់ក្នុងការដោះលែងនោះក៏ជារូបភាពមួយគួរឲ្យចាប់អារម្មណ៍ដែរមែនទេម្ល៉េះចាហើយក៏និយាយថាលោកស៊ីឈ្នួលឲ្យគេបើលោកយករថយន្តបាទសូមបច្ចេកទេសចេញរថយន្តហ្នឹងបន្តិចបាទពាក់ផ្លាកលេខអីទៅបើលោកស៊ីឈ្នួលឲ្យគេយករថយន្តដែលជារថយន្តអង្គភាពរថយន្តដែលពាក់ផ្លាកលេខបាទមានអង្គភាពខេមរៈភូមិន្ទជាអ្នកដែលធ្វើចរាចរណ៍ដឹកឈើហ្នឹងបាទសូមមើលរូបភាពហ្នឹងហើយលោកនិយាយថាលោកគ្រាន់តែដឹកស៊ីឈ្នួលឲ្យគេទេតើចម្លើយរបស់គាត់គឺវាត្រឹមត្រូវលក្ខណៈកតញ្ញូដែរអត់អញ្ចឹងគាត់ស៊ីឈ្នួលដឹកឲ្យគេហើយចុះរថយន្តនេះជារថយន្តរបស់រដ្ឋបម្រើការងារសម្រាប់មន្ត្រីរាជការបម្រើការងារជូនបងប្អូនប្រជាពលរដ្ឋពេលមានបញ្ហាអន្តរាគមន៍ជួយប្រជាជនតា
ហេតុអីដឹងថាឈើនេះការដឹកឈើការដឹកជញ្ជូនឈើប្រណិតឬការចរាចរឈើទាំងឡាយដែលត្រូវបានគេហាមឃាត់វាជាទង្វើខុសច្បាប់មិនក៏លោកអះអាងថាយករថយន្តទៅដឹកស៊ីឈ្នួលគេទោះបីជាស៊ីឈ្នួលក៏ដោយវាជារូបភាពល្មើសអញ្ចឹងសូមអាជ្ញាធរលោកចាត់វិធានការមន្ត្រីមានសមត្ថកិច្ចលោកចាត់វិធានការទៅតាមនោះទៅកុំឲ្យអាងថាខ្លះទៅមានដែរណាតិចទៀតដល់រដូវកឋិនរូបមន្តរបស់គាត់ក្នុងការកុហកបន្លំខ្លះរថយន្តដឹកសាំងណារថយន្តសាំងទៅពីកំពូលដឹកទៅសមត្ថកិច្ចឲ្យបានដឹងទេស្មានតែរថយន្តសាំងតែការពិតគាត់ស្គាល់ដាក់ឈើនៅខាងក្នុងនោះពេញតែម្ដងរាប់គេថារាប់សិបទីសម្បីតែរថយន្តសង្គ្រោះក៏គាត់រថយន្តសមួយសង្គ្រោះបាត់ក៏ដាក់ឈើដែរហើយមានខ្លះទៀតគេហៅថារូបមន្តសយ៉ាំជិតដល់ទេដែរគេហៅរដូវកឋិនទានមានសយ៉ាំទៅហែអញ្ចឹងទៅឆ្លៀតលូសយ៉ាំអញ្ចឹងទៅពីវត្តមួយទៅវត្តមួយរយៈពេល1ខែពេញនេះគឺគាត់អាចរកស៊ីបានគូសំអញ្ចឹងសយ៉ាំរបស់គាត់ដឹកសិតតែពពួករថយន្តយីដុបនិងរថយន្ត2តោនកន្លះធំរហូតទៅដល់មានរឿងលូទៅដល់កន្លែងច្រកព្រំដែនទៅដល់ផុតអាងថាសយ៉ាំទៅវត្តគេមានទៅឆែកឯណាលូសយ៉ាំទៅសយ៉ាំអីចឹងលូទៅមកកវីមកកវោឯណាទៅដល់កន្លែងហ្នឹងស្រាប់ទៅដល់លើកហ្នឹងឲ្យលុយអ្នកសយ៉ាំនោះអត់គ្រប់លើកទី2លើកទី3លើកទី4ឲ្យលុយឲ្យគ្រប់រហូតសយ៉ាំចាប់ផ្ដើមកោសយ៉ាំទៅលើឈើពីក្រោមបាទសយ៉ាំទៅលើឈើពីក្រោមច្រៀងបន្លំណាបាទដល់ពេលកន្លែងនេះប៉ូលីសមន្ត្រីសមត្ថកិច្ចលោកបញ្ចាប់អារម្មណ៍ទៅចង្អមកចង្អដាក់ឈើនៅពីក្រោមដល់ចាប់មើលសត្វតែឈើមែនសយ៉ាំអញ្ចឹងរូបភាពសយ៉ាំពេលខ្លះក៏បន្លំដឹកបញ្ជូនឈើខុសច្បាប់ដែរអញ្ចឹងសមត្ថកិច្ចគាត់ដឹងហើយសូម្បីតែគ្រឿងញៀនតូចមួយក្នុងដាក់ក្នុងហបៅឬដាក់លាក់កលិតណាក៏រកឃើញដែររឿងឲ្យឈើដឹកទាំងដុំគាត់មើលមិនឃើញអរគុណបន្តទៅម្ល៉េះបន្តមួយទៀតតើទៅនឹងឆ្នាំញៀនវិញម្ដងឆ្នាំញៀនចំនួន1100គ្រាប់ចាស់សំទោសគឺ10100គ្រាប់ចាស់រថយន្តទៅឬមួយគ្រឿងនិងអ្នកជួញដូរ3នាក់ត្រូវនគរបាលខេត្តកំពង់ឆ្នាំងចាប់ឃាត់ខ្លួនចាស់មិនមែនតិចគ្រាប់ទេណា10000គ្រាប់ជាងចាស់10000គ្រាប់ជាងបាទបើសិនជាឲ្យរួចខ្លួនដឹងថាចាស់ចែកដល់ណាចែកទៀនទៅដល់ណាខ្លះទេកូនចៅបងប្អូនណាខ្លះទេ25ខេត្តក្រុងចែកទាំងអស់ចែកគ្នានៅម៉ោង3:25នាទីល្ងាចថ្ងៃទី3ខែតុលាឆ្នាំ2015នៅលើផ្លូវជាតិលេខ5ស្ថិតនៅក្នុងភូមិអង្គរឃុំពពេលស្រុកបរិបូរខេត្តកំពង់ឆ្នាំងឆ្នាំញៀនចា W5 ចំនួន50កញ្ចប់មានចំនួន11000គ្រាប់និងរថយន្តទៅរីមួយគ្រឿងត្រូវបានសមត្ថកិច្ចចម្រុះមាននគរបាលក្រសួងមហាផ្ទៃសហការជាមួយនឹងសមត្ថកិច្ចនគរបាលខេត្តនិងស្រុកបរិបូរមានការចូលរួមពីលោកព្រះរាជអាជ្ញាអមសាលាដំបងខេត្តបើកយុទ្ធនាការបង្ក្រាបករណីគ្រឿងញៀនដ៏ធំមួយនេះនគរបាលការិយាល័យកណ្ដាលប្រឆាំងបទល្មើសបានដឹងថាករណីបង្ក្រាបគ្រឿងញៀននេះដឹកនាំដោយលោកវិរៈសេនីឯកពៅសំអេងចានាយករងមន្ត្រីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃមានសហការីចូលរួមចំនួន10នាក់សម្រាប់សម្រួលក្នុងកិច្ចសហប្រតិបត្តិការដោយលោកឡុងស៊ីថាព្រះរាជអាជ្ញាអមសាលាដំបងខេត្តសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្តនិងនគរបាលស្រុកបរិបូរខេត្តកំពង់ឆ្នាំងជនសង្ស័យ3នាក់បានចាប់ខ្លួនបានមានឈ្មោះសំសាអឿនអាយុ56ឆ្នាំភេទប្រុសជាអ្នកបើកបររថយន្តទូរីពណ៌សពាក់ស្លាកលេខភ្នំពេញ21371រស់នៅក្នុងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវក្រុងភ្នំពេញទី2ឈ្មោះយន់មុំអាយុ36ឆ្នាំជាប្រពន្ធឈ្មោះសំអឿននិងទី3ឈ្មោះមីរ៉ែមអាយុ45ឆ្នាំភេទប្រុសរស់នៅក្នុងភូមិកណ្ដាលឃុំពីនរោងស្រុកស្វាយអន្តោខេត្តព្រៃវែងវត្ថុតាំងដែលសមត្ថកិច្ចរហូតបានមានរថយន្តទូរីមួយគ្រឿងថ្នាំញៀនមួយកញ្ចប់ធំមាន5សុំស្មើនឹង50កញ្ចប់តូចក្នុងនោះមួយកញ្ចប់តូចមានចំនួន102គ្រាប់សរុបមានចំនួន11000គ្រាប់និងមានទម្ងន់ 0.923 គីឡូក្រាមទូរស័ព្ទដៃ4គ្រឿងកាបូបដាក់លុយចំនួន2និងលុយមួយចំនួនទៀតផងដែរចា៎បាទឃើញមុខជនល្មើសហ្នឹងណាទាំងប្តីទាំងប្រពន្ធតែម្ដងសកម្មភាពនេះវាជាសកម្មភាពចិត្តដល់ចិត្តរបស់គាត់មែនសមត្ថកិច្ចលោកដឹងហើយលោកជាមាននីតិវិធីក្នុងការស៊ើបសួរដឹងអំពីសកម្មភាពរបស់គាត់ចា៎នេះហើយជារូបភាពមួយដែលយើងខ្ញុំសូមរំលឹកពីរជ្រុងមួយជ្រុងគឺសកម្មភាពដែលគាត់សកម្មដោយខ្លួនឯងក្នុងការរកស៊ីចរាចរណ៍លក់នឹងតែម្ដងចរាចរណ៍ដឹកជញ្ជូននៅថ្នាំញៀនហ្នឹងហ្មងចា៎តែមួយជ្រុងទៀតក៏សូមរំលឹកទៅដល់អ្នករត់តាក់ស៊ីអ្នកបើកបររថយន្តទាំងឡាយផ្ទាល់ខ្លួនចា៎ពេលខ្លះក្នុងការផ្ញើអីវ៉ាន់
ម្ល៉េះចាំពេលខ្លះផ្ញើអវ៉ាន់ពីស្រុកពីខេត្តផ្សេងបើសិនជាបងប្អូនមិនបានឆែកមើលខាងក្នុងត្រឹមត្រូវទេប្រយ័ត្នខ្លួនឯងខ្លាយទៅជាអ្នកដែលជាប់ចោតក្នុងសកម្មភាពចរាចរណ៍គ្រឿងញៀនចាណាមកខ្ចប់មកដាក់ផ្ញើទៅផងមកផ្ញើទៅពេញណាតិចតិចពីមកយកម្ដុំផ្សារអីផ្សារនេះផ្សារនោះចឹងទៅខ្ចប់ម្ដុំខ្មៅក្រឹបចាមើលអត់បានចែកបញ្ហាហ្នឹងបាទបើកមើលផ្លែតសាច់ជ្រូកហ្នឹងបើកមើលផ្លែតអូត្រូវញៀនហ្នឹងរូបភាពក្រៅណាចាហ្នឹងខ្ញុំក៏ដឹងក្រៅចឹងសូមបងប្អូនទទួលលុយ 5,000 រៀលទទួលលុយ 10,000 រៀលមេត្តាពិនិត្យផងប្រយ័ត្នខ្លួនឯងខ្លាយទៅជាជាប់អន្ទាក់ជាមួយគេចាក្នុងការឆែកឆេរគ្រឿងញៀនហ្នឹងតែប្រសិនបើគាត់ទាំង3នាក់អំបញ្ញនេះជាសកម្មជនជួញដូរគ្រឿងញៀនដោយចេតនាសកម្មជនពិតប្រាកដនឹងវិធានការច្បាប់ចាប់ទៅតាមហ្នឹងទៅចាព្រោះគាត់មិនមែនទីបំផ្លាញមនុស្សម្នាក់ទេគឺបំផ្លាញមនុស្សរាប់រយរាប់ពាន់នាក់ដល់ទៅជាង 10000 គ្រាប់ឯណោះបងប្អូនហើយចានឹងថាកូនណាខ្លះឬក៏ប្អូនណាខ្លះត្រូវបានដល់ទេបើសិនបើចាប់បានចាអរគុណតើនៅឡានតមានអីតាចាមានសេចក្តីជូនដំណឹងចុងក្រោយមួយទៀតចានឹងបង្ហាញជូនព្រោះថាព័ត៌មានរបស់យើងសូមសម្រាប់ត្រឹមនឹងសិនទៅស្អែកយើងនឹងបន្តផ្ដល់ជូនសម្រាប់ព័ត៌មានពិតគ្រប់ទីកន្លែងដល់ជូនបងប្អូនទស្សនិកជនជាបន្តទៀតតើតើទៅនឹងសេចក្តីប្រកាសសួររកប្អូនស្រីចាដែលមានបងស្រីម្នាក់គាត់ឈ្មោះថាជួបសុផលចារស់នៅប្រទេសបារាំងបានប្រកាសរកប្អូនស្រីម្នាក់ដែលមានឈ្មោះថាជួបស្រីរ៉ារស់នៅសំឡូតដើម្បីមកទទួលថវិកាចំនួន200 យកទៅធ្វើបន់ចាឱកាសបន់ជុំបន់នេះណាគាត់មិនមានលេខដើម្បីទំនាក់ទំនងប្អូនរបស់គាត់ទេឥឡូវនេះបងស្រីជួបសុផលចាដែលរស់នៅប្រទេសបារាំងហ្នឹងគាត់បានសួររកប្អូនស្រីរបស់គាត់ដែលមានឈ្មោះថាជួបស្រីរ៉ាបើសិនបើបងប្អូនឬក៏ញាតិមិត្តណាបានឮហើយនៅដំណឹងនេះអាចផ្ដល់ជូននៅដំណឹងនេះទៅកាន់ប្អូនស្រីជួបស្រីរ៉ារបស់បងស្រីជួបសុផលផងហើយថវិកាចំនួន200 នេះចាអាចមកទទួលបានពីចាលោកប្រធានសានបូរ៉ាឬតាក់ទងបានតាមរយៈលេខទូរស័ព្ទ012 69 66 79នោះឈ្មោះអីគេលេងម្ល៉េះចាបងស្រីដែលសួររកហ្នឹងគាត់ឈ្មោះថាជួបសុផលចាគាត់សួររកប្អូនស្រីរបស់គាត់ឈ្មោះជួបស្រីរ៉ាហើយបានបញ្ជាក់ដែរថានៅសំឡូតឯណោះចាព្រោះគាត់អត់មានការទំនាក់ទំនងជាមួយប្អូនជាយូរណាស់មកហើយជុំមកបងទស្សនិកជនដែលបានដឹងអំពីបងប្អូននៅឯសំឡូតបាត់ដំបងណាសំឡូតឯភ្នំណាជួយប្រាប់បន្តផងបងប្អូននៅបាត់ដំបងព្រោះថាមានបងប្អូនបងស្រីជួបសុផលនៅឯប្រទេសបារាំងណាគាត់រកប្អូនស្រីរបស់គាត់ឈ្មោះជួបអីជួបស្រីរ៉ាដែលបានបែកគ្នាយូរណាស់មកហើយឲ្យនៅទទួលថវិកាពីលោកប្រធានសានបូរ៉ាលេខទូរស័ព្ទ012 69 66 79ចាខ្ញុំអត់មានបងប្អូនណាបែកអីនៅអាមេរិកអីទេរសោះចា$1000អីណាអត់មានចាញ៉ាំលុយអីមកចូលឆ្នាំ$10អីទៅចាជុំមិនចាឥឡូវយើងដល់ពេលវេលាដែលត្រូវគ្រប់លីហើយសម្រាប់ប្រិយមិត្តទស្សនិកជនសូមថ្លែងអរគុណសម្រាប់លោកអ្នកទទួលបាននៅសុខសុវត្ថិភាពទាំងអស់គ្នាក្នុងឱកាសចាស់ធ្វើបានធ្វើទាននេះបាទក្នុងឱកាសនេះដែរក៏សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រាល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងសូមមេត្តាប្រយ័ត្នប្រយែងទាំងអស់គ្នាមុននឹងធ្វើដំណើរសូមមេត្តាពិនិត្យមើលទៅលើភ្លើងទៀនធូបរបស់លោកអ្នកគ្រឿងអគ្គិសនីទាំងឡាយដកពន្លត់ឲ្យបានត្រឹមត្រូវជៀសវាងការឆាបឆេះនិងការឡើងនៅអគ្គិសនីនិងអគ្គិភ័យឆេះឆាបឆេះជាដើមជាយថាហេតុហើយការធ្វើដំណើរសូមគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាវាឃើញហើយនៅផ្លូវជាតិលេខ3ដែលទៅខាងកំពតថ្មីនេះគឺគ្រោះថ្នាក់នឹងស្លាប់បាត់បង់ជីវិតដោយសារតែធ្វើប្រហែលនឹងច្រើនដែរចឹងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌនេះឲ្យបងប្អូនបានជួបតែសុវត្ថិភាពទាំងអស់គ្នាហើយក្រុមការងារយើងខ្ញុំដល់បងសម្រាប់ហើយពេលនេះសូមអនុញ្ញាតសម្រាប់ដល់ជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទអរគុណ